បាទសូមអនុញ្ញាតគោរពនឹងជំរាបសួរប្រិយមិត្តនិងមិត្តទូរទស្សនិកជនបាទទាំងអស់គ្នានៅក្នុងបណ្ដាញសង្គមជាទីគោរពនិងជាទីរាប់អានស្វាគមន៍មកកាន់នេតិចែករំលែកនៅព័ត៌មានថ្មីៗតាក់ទងទៅនឹងរថយន្តថ្ងៃនេះផងដែរគឺខ្ញុំនឹងចែករំលែកតាក់ទងទៅនឹងរថយន្តអគ្គិសនីសុទ្ធរបស់ Lexus RZ ម៉ូដែលឆ្នាំ2026ដល់ប្រិយមិត្តនិងមិត្តទូរទស្សនិកជនដើម្បីជាការសម្ដាប់និងទស្សនាបាទដើម្បីបានដឹងអំពីលក្ខណៈសម្បត្តិរបស់រថយន្ត Lexus RZ បាទអគ្គិសនីសុទ្ធនេះផងដែរបាទអញ្ចឹងកុំឲ្យខាតពីវីដេអូយូរខ្ញុំបាទសូមគោរពអញ្ជើញប្រិយមិត្តនិងមិត្តទូរទស្សនិកជនទាំងអស់រីករាយតាមដានសម្ដាប់និងទស្សនាជាមួយនឹងខ្ញុំបាទដូចតទៅនេះដែលយោងតាមសារព័ត៌មានពីបរទេសបានចុះផ្សាយឲ្យដឹងថាក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Lexus RZ ស៊េរីឆ្នាំ2026ទទួលបានការអាប់ដេតថ្មីបន្ថែមគ្រោងនឹងដាក់លក់ជាផ្លូវការនៅលើទីផ្សារសហរដ្ឋអាមេរិកនៅដើមឆ្នាំ2026នេះខណៈតម្លៃក្រុមហ៊ុនមិនទាន់បានប្រកាសចេញជាផ្លូវការនៅឡើយនោះទេគួរបញ្ជាក់ផងដែរថា Lexus RZ ផ្ដល់នូវជម្រើសចំនួន3 ម៉ូដែលដែល3 ម៉ូដែលនេះគឺរួមមាន model RZ 350e បំពាក់នឹងម៉ូទ័រអគ្គិសនីចំនួន1មានកម្លាំង221សេសគួបជាមួយនឹងអាគុយទំហំ 74.69 គីឡូវ៉ាត់ម៉ោងដែលសាកថ្មពេញម្ដងអាចបើកបរបានចម្ងាយ482គីឡូម៉ែត្រ model RZ 450e AWD បំពាក់ម៉ូទ័រអគ្គិសនីចំនួន2មានកម្លាំង308សេសគួបជាមួយនឹងអាគុយទំហំ 74.69 គីឡូវ៉ាត់ម៉ោងដែលសាកថ្មពេញម្ដងអាចបើកបរបានចម្ងាយ418គីឡូម៉ែត្រ model ទី3គឺ RZ 550e Sport AWD បំពាក់ម៉ូទ័រអគ្គិសនីចំនួន2មានកម្លាំង402សេសគួបជាមួយនឹងអាគុយទំហំ 76.96 គីឡូវ៉ាត់ម៉ោងដែលសាកថ្មពេញម្ដងអាចបើកបរបានចម្ងាយ362គីឡូម៉ែត្រ model ទាំង3នេះគាំទ្រការសាកថ្មពីស្ថានីយ៍បាទ Tesla Supercharger អាចសាកបានពី10ទៅ 80% តាមរយៈពេលតែកន្លះម៉ោងឬក៏30នាទីតែប៉ុណ្ណោះសម្រាប់រូបរាងខាងក្រៅរបស់ Lexus RZ ថ្មីនេះគឺស្ទើរតែមិនផ្លាស់ប្ដូរពីកំណែបច្ចុប្បន្ននោះទេដោយមានបណ្ណាមុខបិទជិតឬហៅថា Spindle Grille ដែលជា signature របស់ Lexus អមសងខាងដោយសំណុំចង្គៀងមុខរាងស្រួច LED មុខងារតម្លើងនិងទម្លាក់ហ្វាកូដអូតូព្រមទាំងប្រើប្រាស់ថាសកង់ design ថ្មីទំហំ20អ៊ីងនិងចង្គៀងក្រោយក៏ប្រើប្រាស់ប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងផ្នែកខាងក្នុងទទួលបានការធ្វើឲ្យប្រសើរឡើងមួយចំនួនដែលភ្ជាប់មកជាមួយនឹងកញ្ចក់ប្រភេទ Panoramic Glass Roof បាទជាមួយនឹងប៊ូតុងដែលអាចបដូរពីច្បាស់ទៅស្រអាប់បែប privacy ប្រើប្រាស់នៅដៃចង្កូតធម្មតាខុសពីទីផ្សារបាទប្រទេសផ្សេងៗដែលជាប្រភេទយក style ខណៈ model ក៏ដូចជា frank ដៃ electronic ជាមួយនឹងមុខងារ auto hold និងកន្លែងសាកថ្មឥតប្រើប្រាស់ខ្សែជាដើមបាទអញ្ចឹងវាក៏មានមុខងារ auto hold ផងដែរបាទប្រិយមិត្តទូទស្សនិកជនជាទីគោរពនិងជាទីប្រអានអញ្ចឹងតកតងទៅនឹងរថយន្ត Lexus RZ អគ្គិសនីសុទ្ធនេះគឺមាន3 model ឲ្យលោកអ្នកជ្រើសរើសបាទ model RZ 350e model RZ 450e model RZ 550e បាទអញ្ចឹងលោកអ្នកជ្រើសរើសមួយណាក៏បានដែរណាតាមតម្រូវការរបស់លោកអ្នកបើលោកអ្នកជ្រើសរើស RZ 350e បាទពេលសាកថ្មពេញគឺអាចបើកបរបាន482គីឡូម៉ែត្រ RZ 450e AWD សាកថ្មពេញបើកបាន418គីឡូម៉ែត្រនិង RZ 550e Sport បាទ AWD គឺបានចម្ងាយ362ម៉ែត្របាទអញ្ចឹងការសាកថ្មគឺលឿនពី10ទៅ 80% បាទសូមអរគុណចំពោះការចូលរួមតាមដានសម្ដាប់និងទស្សនានៅវីដេអូឬក៏ព័ត៌មានរបស់ខ្ញុំថ្ងៃនេះដែលនិយាយអំពីត្រកូលអគ្គិសនីរបស់រថយន្ត Lexus បាទគឺ RZ បាទហើយចំពោះតម្លៃគឺមិនទាន់បានប្រកាសចេញជាផ្លូវការនៅទេបាទសូម្បីតែប្រទេសសហរដ្ឋអាមេរិកដែលជាប្រទេសកំណើតរបស់ Lexus ក៏ដោយបាទសូមអរគុណចំពោះការចូលរួមតាមដានសម្ដាប់និងទស្សនានៅព័ត៌មានឬក៏វីដេអូរបស់ខ្ញុំថ្ងៃនេះ
បាទហើយគ្រប់ជូនពរទៅដល់ប្រិយមិត្តនិងមិត្តទូទាំងជនទាំងអស់គ្នាជួបតែសំណាងល្អមានសុខភាពល្អរកទទួលទានបាននិងមានសុខសុវត្ថិភាពរាល់ពេលលោកអ្នកធ្វើដំណើរទាំងទីជិតនិងទីឆ្ងាយបាទស្រវឹងកំបើកបកុំពិសាគ្រឿងស្រវឹងបាទសម្រាប់គណៈពេលនេះខ្ញុំបាទសូមគោរពលាជួបគ្នានៅព័ត៌មានក៏ដូចជាវីដេអូពេលក្រោយទៀត